សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Etika Sharing Podcast ហើយខ្ញុំបាទបញ្ញវុឌ្ឍគឺជាអ្នកសម្រួលសម្រាប់អ៊ីពីសូតនេះផ្ទាល់គឺជាអ៊ីពីសូតមួយដែលពិសេសដោយសារយើងធ្វើឡើងនៅចំថ្ងៃ International Women's Day តែម្ដងហើយយើងនឹងលើកយកប្រធានបទពាក់ព័ន្ធជាមួយនឹងភាពជាអ្នកដឹកនាំក្នុងនាមជាស្ត្រីបាទហើយសម្រាប់ភ្ញៀវកិត្តិយសរបស់យើងនៅក្នុងអ៊ីពីសូតនេះគឺបងស្រី Rosanne Ahmed ដែលបងស្រីគឺជាអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងទូទៅ Etika General Insurance Cambodia ហើយបងស្រីនឹងធ្វើការចែករំលែកនៅភាពជាអ្នកដឹកនាំក្នុងនាមជាស្ត្រីហើយខ្ញុំគិតថាបងស្រីគឺជានិមិត្តរូបមួយដ៏ល្អដែលប្រិយមិត្តជាពិសេសប្រិយមិត្តស្ត្រីគាត់អាចរៀនសូត្រនិងយល់តម្រាប់តាមបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅជួបជាមួយនឹងបងស្រីទាំងអស់គ្នាបាទជំរាបសួរបងជំរាបសួរអូនបាទបងអញ្ចឹងជាដំបូងមុននឹងយើងចូលដល់ប្រធានបទខ្ញុំសូមឲ្យបងជួយចែកម្លែកទៅដល់នឹងចំណាប់អារម្មណ៍ចំពោះថ្ងៃ International Women's Day នេះហើយចំណាប់អារម្មណ៍ជាលើកដំបូងដែលបងចូលរួមក្នុង podcast របស់យើងចាថ្ងៃនេះបងពិតជាមានអារម្មណ៍ប្លែកហើយអាចនិយាយថារំភើបដែរដែលសារបានចូលរួមនៅក្នុង podcast ចែកម្លែករបស់ Etika ហើយជាពិសេសយើងចែកម្លែកទៅដល់ស្ត្រីរបស់យើងគ្រប់គ្នានៅក្នុងថ្ងៃ8មីនាខាងមុខនោះសារដែលបងចង់ចែកម្លែកទៅកាន់ស្ត្រីទាំងអស់ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងគឺការ success ដែលយើងអាចទទួលយកបានធ្វើជាថ្នាក់ដឹកនាំវាត្រូវការឲ្យយើងមានភាពតស៊ូអត់ធ្មត់ព្យាយាមបំពេញតួនាទីការងារយើងហ្នឹងឲ្យអស់ពីលទ្ធភាពបាទដែលអាចធ្វើឲ្យយើងហ្នឹងឈានទៅដល់ភាពជាអ្នកដឹកនាំនៅថ្ងៃណាមួយបាទបងអញ្ចឹងចូលមកដល់ប្រធានបទរបស់យើងហ្មងចង់ឲ្យបងជួយចែករំលែកតិចទៅតជាមួយនឹងដំណើរជីវិតការងាររបស់បងដែលបងធ្លាប់ឆ្លងកាត់មកពីមុនអញ្ចឹងណាសូមអញ្ជើញបងត្រង់នេះបងចង់ចែកម្លែកតិចបងអាចនិយាយថាវាពាក់ព័ន្ធជាមួយភាពតស៊ូដែរជាផានមួយដែលបងអាចចូលដល់ថ្ងៃហ្នឹងបងចាប់ផ្ដើមការងារដំបូងគឺជាតួនាទីមួយដែលហៅថាត្រូវការភាពតស៊ូអត់ធ្មត់ខ្លាំងព្រោះដោយសារយើងត្រូវការរកប្រាក់ចំណូលបន្ថែមដើម្បីបំពេញការសិក្សាយើងឲ្យចប់បញ្ញាបត្រអញ្ចឹងយើងត្រូវការរៀនហើយនឹងឆ្លៀតធ្វើការអញ្ចឹងការធ្វើការហ្នឹងយើងធ្វើការច្រើនមុខដូចជាយើងអាចជាអ្នកគេហៅថាservice នៅក្នុងភោជនីយដ្ឋានយើងអាចជាអ្នកកាត់លុយនៅពេលដែលថាម្ចាស់ភោជនីយដ្ឋានហ្នឹងគាត់តម្រូវឲ្យយើងធ្វើអញ្ចឹងណាបាទបងអញ្ចឹងយើងធ្វើមិនយើងអាចនិយាយថាជា service provider មួយដែលថាយើងធ្វើឲ្យភ្ញៀវកុំឲ្យមាន complain ហើយគាត់ចូលមកញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានហ្នឹងដោយអារម្មណ៍មួយវាគាត់ទទួលបាន service មួយដែលល្អពីបុគ្គលិកបាទអញ្ចឹងចំណុចហ្នឹងឯងដែលបងត្រូវការភាពតស៊ូអត់ធ្មត់ខ្លាំងព្រោះដោយសារភ្ញៀវភាគច្រើនក៏ជាជនជាតិបរទេសអញ្ចឹងយើងត្រូវការយកចិត្តទុកដាក់ទៅលើការងារហ្នឹងធ្វើម៉េចពេញឲ្យល្អពីមួយថ្ងៃទៅមួយថ្ងៃទៅបាទពេលពិតទៅគឺគម្រើសអាងការងារពេលយើងជួបអីយើងចាប់ដើមធ្វើវាបានល្អយ៉ាមួយវិញទៀតតាក់ទងជាមួយនឹងបងបន្ទាប់មកទៀតតែបងពេលហ្នឹងបងធ្វើការបដាបងធ្វើការតាំងពីរៀនបញ្ញាបត្រមែនចាពេលហ្នឹងបងនៅរៀនបញ្ញាបត្រខ្ទង់ហើយឆ្នាំទី2ទី3ឯចិត្តចូលទី3អញ្ចឹងណាបាទបងអញ្ចឹងបងត្រូវការគេថាយើងរកបទពិសោធន៍ផងហើយយើងក៏ត្រូវការឆ្លៀតរកប្រាក់ចំណូលបន្ថែមដើម្បីយើងបំពេញការសិក្សាយើងឲ្យបានចប់អញ្ចឹងណាបាទចាហើយវាជាគេថាយើងមានបទពិសោធន៍នៅក្នុងយើងនៅកំពុងរៀនតែពេលយើងចប់ទៅយើងអាចទៅដាក់ពាក្យធ្វើការងារយើងមានបទពិសោធន៍មួយដែលជាគោលបាទទោះបីតែណាក៏យើងចេះផ្សាយតាក់ទងជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងចាអញ្ចឹងបន្ទាប់ពីបងរៀនចប់បញ្ញាបត្របងតទៅធ្វើការងារតទៀតពេលហ្នឹងបងបានចាប់ផ្ដើមដាក់ពាក្យការងារនៅកន្លែងស្ថាប័នដូចជាគេហៅថាHotel ហើយនឹង resort តែ
កាយ5មួយដែរនៅវិញយើងនឹងអញ្ចឹងណា បាទ តែថាយើងមានបទពិសោធន៍ពីមុនហ្នឹងវា related ជាមួយ service provider អញ្ចឹងពេលដែលយើងដាក់នៅកន្លែងហ្នឹងគឺវាត្រូវនឹងបទពិសោធន៍យើងមានស្រាប់ បាទ អញ្ចឹងក៏បានជាប់មកធ្វើការងារនៅអញ្ចឹងក៏ដូចគ្នាដែរការងារគឺគេមិនកំណត់ថាយើងត្រូវថាជាគេហៅថា receptionist មួយអញ្ចឹងគេអាចassign យើងធ្វើជា role អី ជា role អីផ្សេងដែលពាក់ព័ន្ធមួយជា service ដែរដែលពីខាង manager យើងគាត់ assign យើងអញ្ចឹងណាអញ្ចឹងពេលហ្នឹងក៏បងព្រមទៀតបងទៅធ្វើទៀតដោយសារធម្មតាបងចូលចិត្តវាថាធ្វើអ្វីដែលខុសពីអ្វីដែលយើងធ្វើរាល់ថ្ងៃហ្នឹងដែរដើម្បីយើងទៅដឹងថាយើងទៅធ្វើកន្លែងផ្សេងមួយទៀតតួនាទីមួយទៀតហ្នឹងតើយើងបានទទួលបទពិសោធន៍អីផ្សេងពីនឹងអត់អញ្ចឹងណាហើយសម្រាប់បងដែលបងចូលចិត្តវាថាយើងបងចង់ដឹងថាការងារហ្នឹងបាក់អត់ បាទបង ហើយចឹងទៅក៏ចាប់ផ្ដើមធ្វើនឹងបានចូល2ឆ្នាំបងក៏ switch ទៅធ្វើnon profit organization វិញ បាទ ចាពេលហ្នឹងក៏ទួនាទីអាចថាវាជា administrator បាទ ហើយ administrator ហ្នឹងមិនថាយើងទៅ administrator មិនមួយទៀតអញ្ចឹងដាក់ដឹកនាំយើងហ្នឹងក៏ចាប់ផ្ដើមដាក់ការងារបន្ថែមមកយើងទៀតហើយព្រោះគាត់គិតថាការងារយើងរាល់ថ្ងៃធ្វើឥឡូវប៉ុណ្ណឹងវាល្អហើយអញ្ចឹងណាអញ្ចឹងគាត់ចង់ឲ្យយើងហ្នឹងទៅសាកទៅកន្លែងពាក់ព័ន្ធជាមួយការបកប្រែបន្ថែមជាមួយអតិជនដែលសារកន្លែងហ្នឹងវាត្រូវការ consult ដែរអញ្ចឹងណាអញ្ចឹងបកប្រែតិចតួចទៅហើយទៅរៀបចំអីបន្ថែមទៀតនៅក្នុងស្ថាប័នហ្នឹងអញ្ចឹងបងក៏អូខេទៅធ្វើការងារនឹងបន្ថែមទៀតទៅហ្នឹងវាជាបទពិសោធន៍មួយដែលបងរៀនសូត្រតែគេហៅថាពីស្ថាប័នមួយទៅស្ថាប័នមួយគឺការងារយើងចូលធ្វើមិនមែនយើងធ្វើតាម scope ហ្នឹងឯងអញ្ចឹងគេ extend role យើងរហូតអាច diversify ទៅដឹងថានៅក្នុងក្រុមហ៊ុនមួយហ្នឹងគេធ្វើអីខ្លះយ៉ាថាស្រំត្រូវកន្លែងហ្នឹងព្រោះអីដោយសារពេលដែលគាត់ extend scope ឲ្យយើងហ្នឹងយើងអាចដឹងថាអូនៅក្នុង non profit មួយគេធ្វើអីខ្លះអញ្ចឹងណាហើយនៅក្នុងscope របស់ខាង resort hotel resort មួយក្នុង department គេហៅថាreceptionist ព្រោះវាធំដែរក្នុងនោះវាមានអីខ្លះនៅក្នុងហ្នឹងអញ្ចឹងណាបាទអញ្ចឹងវាធ្វើឲ្យយើងដឹងថាអូការងារពី department បាទក្នុង organization នេះធ្វើអីខ្លះបាទទើបយើងចូលទៅតួនាទីយើងមើលទៅវាតួនាទីមួយដែលយើងគិតថាអូយើងធ្វើបានហើយអញ្ចឹងណាបាទអូខេអញ្ចឹងរហូតដល់បងក៏ចាប់ផ្ដើមគិតថាអូខេ2ឆ្នាំវាយូរដែរនៅក្នុងស្ថាប័ន non profit ហ្នឹងអញ្ចឹងបងក៏ចាប់ផ្ដើម explore ទៅ private sector វិញពេលដែលបងទៅ private sector ហ្នឹងក៏មានក្រុមហ៊ុនធានារ៉ាប់រងដែលគាត់ទៅចាប់ផ្ដើមបង្កើតដែរបាទមកហើយចាគាត់ក៏បោះក្រុមហ៊ុនម៉ាឡេស៊ីដែរបាទចាអញ្ចឹងបងក៏ចាប់ផ្ដើមបានចូលរួមការងារហ្នឹងនៅឆ្នាំ2008ចានោះបងហេតុអីបានបងផ្លាស់ប្ដូរពី non profit organization មក private company ដោយសារពេលហ្នឹងបងគិតថាបងនៅក្មេងបងចង់ទៅ explore នៅអ្វីដែលជា private sector វិញព្រោះដោយសារនៅ non-profit organization នៅក្នុងហ្នឹងយើងដឹងហើយថាអត់ត្រូវការរកប្រាក់ចំណូលសម្រាប់ចំណេញទេបាទអញ្ចឹងគឺគិតតែពីលើការងារជាក់ស្ដែងហើយនឹង performance ហើយក៏វាមិនជាមាន opportunity ច្រើនដែរអាហ្នឹងពេលដែលបងមើលឃើញអញ្ចឹងណាបាទលក្ខណៈមួយជាបែប project អញ្ចឹងមិនពេលដែល project ចប់គឺយើងក៏ចប់តាមនឹងដែរបាទរោងចាអញ្ចឹងក៏បងចាក់ផ្ដើមពាក្យបាត់ខាង private sector វិញទៅដើម្បីថាយើងអាចទៅ explore ថាក្នុង private sector គេពួកអីខ្លះពួកអីជាគោលគឺគេត្រូវការរកចំណេញបាទពេលបងចូលមកដំបូងបងធ្វើការជា role អីគេនៅក្នុង private sector ពេលដែលបងមកដល់ចូលរួមការងារដំបូងនៅក្នុង private sector ហើយនៅក្នុងក្រុមហ៊ុនធានារ៉ាប់រងដែរហ្នឹងគឺបង role បងគឺជា sales បាទបងចាបានន័យថាយើងត្រូវមានតួនាទីដើររកភ្ញៀវដើម្បីមកទិញធានារ៉ាប់រងចាអញ្ចឹងបើយើងគិតទៅជំនាន់ហ្នឹងគឺវាពិបាកគួរសមដែរព្រោះអីដោយសារអត់ស្ទាន់សូវមានធានារ៉ាប់រងបើកច្រើនទេគឺមានតែខ្ទង់5-6ទេចឹងមានន័យថាការបងចាប់ផ្ដើមចូលធានារ៉ាប់រងដំបូងគឺ
ប្រជាជនខ្មែរយើងយល់ដឹងពីធានារ៉ាប់រងតិចខ្លាំងមែនតើ Yeah very បងនិយាយថាយើងទៅជួបគេសុំជួបគេរឿងពីធានារ៉ាប់រងគឺគេសឹងថាគេ អត់ដឹងថានឹងអីគេ ហ្នឹងហើយអាហ្នឹងអីគេហើយគេថាភាគច្រើនគេដឹងតែរឿងធានារ៉ាប់រងឡានអញ្ចឹងណា បាទ ចាអញ្ចឹងគេថាធានារ៉ាប់រងឡានมันជាចំណាប់អារម្មណ៍ទេព្រោះដោយសារពេលមានបញ្ហាទៅអត់សូវដែរមានគេហៅថា បាទលឺ ដល់សេវាកម្មហ្នឹងហើយអាហ្នឹងពី feedback ពីភ្ញៀវរហូតដល់តែយើងឮពាក្យហ្នឹងហើយសួរថាពីបងទួនាទីបងជាសេអញ្ចឹងបងគឺអត់ទេបងព្យាយាមធ្វើមិនចង់ជួបគាត់ដោយសារអីបងថាបងត្រូវការជួបគាត់អាចជួបសុំជួបផ្ទាល់ទៅដើម្បីយើងអាចបកស្រាយ detail បានជាងហ្នឹងអញ្ចឹងណា បាទ ព្រោះធម្មតានិយាយតាមទូរស័ព្ទគាត់សោនគាត់ដូចអត់ចាប់អារម្មណ៍ទេ បាទតែពីពិតទៅពិបាកឯបងដោយសារចាប់បានមុនហ្នឹងពេលនៅ non-profit organization បងនៅខាង administrative ដល់ពេលដូរមកខាង private sector គឺបងចូលទៅ role ខាង sale អញ្ចឹងមានន័យថាកាប់ពីមុនយើងធ្វើការនៅក្នុង office ដល់ពេលក្រោយមកយើងចាប់ដើមជួបមនុស្សច្រើនច្បាស់ជាជួបមនុស្សច្រើនជួបអតិថិជនច្រើន និយាយថាដំបូងពិបាកអត់ពិបាកកន្លែងហ្នឹងបងសុំនិយាយថាពិបាកដោយសារទូនាទី sale នៅក្នុងស្ថាប័នរបស់ធានារ៉ាប់រងមួយហ្នឹងគឺគាត់តម្រូវឲ្យ sale ហ្នឹងគាត់រកតែ business ណាដែលគេហៅថាprofit ណា បាទបង ចាអញ្ចឹងvision គាត់គឺបញ្ជាក់យើងហ្មងគាត់ថាបើសិនជា business ហ្នឹងវាអត់ profit សម្រាប់គាត់ទេក៏គាត់អត់ចង់យកដែរអញ្ចឹងយើងចាប់ដើម follow តាម vision របស់គាត់ហ្នឹងទៅយើងទៅភ្ញៀវណាតែគេហៅ bring in a good customer ដែល selective មែនតើ profit សម្រាប់ company ហ្នឹងតែដល់សួរថាបើបាទពេលអញ្ចឹងវាត្រូវការយើងជួបភ្ញៀវយើង select ភ្ញៀវទៀតណាពេលយើងជួបភ្ញៀវហើយយើង select ទៀតស្ដាប់ទៅភ្ញៀវហ្នឹងមានតែអូមើលទៅអត់តំណងមានតែរបស់ណាដែល claim ច្រើនអញ្ចឹង បាទ យើងអត់សូវចង់ព្រោះខ្លាចទៅដល់គេអត់ចង់ធ្វើដែរអញ្ចឹង បាទតែតងជាមួយនឹងការនិយាយព្រោះកាលនៅការិយាល័យយើងអត់សូវបាននិយាយច្រើនដូចជាពេលយើងមកធ្វើ sale ទេពេល underground ណាហើយមានប្រិមិត្តទាំងខ្ញុំផ្ទាល់ក៏អញ្ចឹងដែរជួនកាលទៅមានអារម្មណ៍ថាយើងមនុស្សមួយអត់សូវកាយយាយយើងនៅធ្វើការក្នុង office ដល់ពេលយើងចេញទៅក្រៅទៅវាប្លែកខុសគ្នាច្រើន ហ្នឹងហើយកន្លែងហ្នឹងដែលបងអាចគិតថាបងក៏មិននឹកស្មានថាបងប្រែជាអ្នកដែលអត់សូវនិយាយនៅក្នុងការិយាល័យពេលដែលយើងមកកាន់តួនាទីហ្នឹងយើងអាចនិយាយបានច្រើនព្រោះតួនាទីហ្នឹងតម្រូវឲ្យយើងត្រូវការ explain ច្រើនអញ្ចឹងណាស្រាយដើម្បីឲ្យភ្ញៀវហ្នឹងធ្វើមកទាញចំណាប់អារម្មណ៍ភ្ញៀវឲ្យគាត់មកប្រើធានារ៉ាប់រងដែលជាចំណុចល្អមួយសម្រាប់ organization គាត់ឬក៏សម្រាប់គ្រួសារគាត់ខ្លួនគាត់ផ្ទាល់តងនឹងការ financial protection ហ្នឹងឯង បាទ យើងអញ្ចឹងបានថាយើងត្រូវការជជែកច្រើនជាមួយគាត់ បាទ តែមុននឹងថាយើងជជែកបានច្រើនមួយគាត់ហ្នឹងគឺដោយសារយើងត្រូវការមានគេហៅថា product knowledge ណែនៅក្នុងហ្នឹង បាទ បើមិនអញ្ចឹងទេយើងក៏អាចឈានទៅដល់ការគេហៅថាទៅ close business នឹងបាន ឲ្យគាត់ចាប់អារម្មណ៍ គាត់ចាប់អារម្មណ៍ហើយគាត់អាច consider ថាអូគេគាត់ confirm ជាមួយការទិញធានារ៉ាប់រងជាមួយយើងអញ្ចឹងណា បាទ អញ្ចឹងយើងត្រូវការproduct knowledge ហ្នឹង បាទ ដោយតែស្ថាប័នហ្នឹងគឺគាត់បានផ្ដល់អាហ្នឹងទៅដល់ sale គ្រប់រូបដែរពេលដែលjoin ហ្នឹងគឺគាត់មានហៅថាផ្ដល់ការ train ចឹងមែនតើទៅគឺរៀនសូត្រតាមផ្លូវតាម career growth របស់យើងនឹងរៀនសូត្រ along the way ហ្មងតែបងយល់ថាខ្លួនឯង talent ខាងនិយាយនិយាយ ពេលដែលបងចាពេលដែលបងចូលដល់តួនាទីហ្នឹងក៏គាត់ក៏ដឹងថាចាប់ដើមដឹងថាខ្លួនហ្នឹងឯងបកកែនិយាយដែរដោយសារពី customer ហើយនឹងពីថ្នាក់លើយើងគាត់និយាយថាបងយើងបកកែនិយាយអញ្ចឹងដែលធ្វើឲ្យភ្ញៀវហ្នឹងអាចមកទិញធានារ៉ាប់រងជាមួយយើងបានអញ្ចឹងណា បាទ តែពេលហ្នឹងហើយយើងក៏ចាប់ផ្ដើម build relationship ល្អជាមួយភ្ញៀវមួយទៅភ្ញៀវមួយដែលគាត់ស្ដាប់ការ explain របស់យើងដោយជឿជាក់ហើយ មានគេហៅថាចំណុច detail ឲ្យគាត់ដឹងច្បាស់លាស់អញ្ចឹងណាអញ្ចឹងក៏គាត់ចាប់ផ្ដើមចិត្តផ្ដល់គេហៅថា referral បន្តទៅ ចឹងមានគាត់ទិញហើយគាត់ផ្ដល់ referral មកគាត់ណែនាំភ្ញៀវមកតទៀត ចាអញ្ចឹងធ្វើឲ្យយើងចាប់ផ្ដើមគេហៅថាបាន build network ធំទៅអញ្ចឹងរហូតដល់ថ្ងៃហ្នឹងយើងអាចគិតថាបងអាចគិតថាបងមាន network នៅក្នុង market ហ្នឹងវាគួរសមដែរអញ្ចឹងណា
ចូលដល់ចំណុច network ការបងចូលមកនេះដំបូងក៏បងអត់ទាន់មាន network ណាដែលបងចូលមកធានារ៉ាប់រងនេះដែរតទៅពេលចូលមកដល់ហើយបានយើងចាប់ផ្ដើមយល់ពី product knowledge យើងចាប់ផ្ដើមចេញទៅជួបភ្ញៀវជួបអីហើយបានចាប់ផ្ដើម build network along the way ហ្នឹងហើយយើងនិយាយទៅពី career មុនគឺអត់មាន network សោះមក ព្រោះកាលមុននៅ network organization អញ្ចឹងយើងស្គាល់តែអ្នកដែលធ្វើការនៅក្នុង industry នឹងដូចគ្នាគាត់ក៏មានគេហៅថាជា business តើតើមួយគេថាទៅកើតថ្មីឯទាំងអស់ចាពេលដែលមក industry ថ្មីហ្នឹងគឺជាការខំប្រឹងថ្មីឡើងវិញអញ្ចឹងណា start up ទៅ build network អីគឺឡើងស្ដាប់ថ្មីវិញទៅអញ្ចឹងក៏ slowly យើងធ្វើទៅរហូតដល់យើងបាន network ពី customer ដែលគាត់ comment ថាអូខេយើងអាចទុកចិត្តបានការ explain ទៅលើ product មួយ clear ឲ្យគាត់យល់អញ្ចឹងណាបាទបើតាមខ្ញុំស្ដាប់មើលទៅក្រៅពីការខំប្រឹងប្រែងមួយទៀតគឺបងហ៊ានដូចគ្នាសម័យតាហ៊ានណាតែយើង take risk ព្រោះជាទូទៅពេលយើង switch industry ពីមួយទៅមួយហើយrole នៃការងារហ្នឹងនៃការធ្វើការងារហ្នឹងខុសគ្នាទៀតអញ្ចឹងតម្រូវឲ្យយើងយើងហ៊ានយើង explore ទៅនឹងការងារថ្មីហ្នឹងចាចំណុចហ្នឹងបងទទួលស្គាល់បងគឺរៀង take risk កន្លែងហ្នឹងដែរព្រោះអីពេលដែលមិត្តភ័ក្តិដែលស្គាល់បងពេលដែលគាត់ដឹងថាបងនៅក្នុង non-profit organization ហើយគាត់បង switch មក private sector ហើយកាន់ជា role sale ទៀតគាត់ surprise បាទគាត់ថាបងធ្វើកើតអត់ចឹងជា challenge ហ្មងជាពិសេសក្នុងនាមជាស្ត្រីទៀតហើយត្រូវជួបមនុស្សច្រើនពេលហ្នឹងគាត់ក៏ comment ដែរគាត់ថាការងារហ្នឹងអត់ស្រួលអញ្ចឹងណាព្រោះយើងជាស្រីហើយយើងអត់មាន network បាទអញ្ចឹងយើងខ្លាចទៅអត់មានគេហៅ visa deliver ទៅ organization អញ្ចឹងណាគាត់បារម្ភបាទខ្លាចយើងហ្នឹងគេហៅថា jobless តទៀតអញ្ចឹងណាព្រោះគេពេលដែលយើងចូលគេ set target អីច្បាស់មួយខែរៀងរាល់ខែបាទឲ្យយើង career ទៅយើងត្រូវពេញរហូតជោគជ័យបាទខ្ញុំបន្ទាប់ពីនេះមកបងចូលដល់ role leadership ម្ដងចង់ឲ្យបងជួយចែករំលែកតើទៅមួយ role leadership នេះដែលយើងនិយាយទៅពាក្យហ្នឹងយើងគិតថាស្ដាប់ទៅនិយាយទៅវាស្រួលដែរតែទីពិតនៅពេលដែលយើងមកដល់ role ហ្នឹងបានដឹងថាវាពិបាកមែនប៉ុន្តែនៅពេលដែលយើងគិតដូចបងជាក់ស្ដែងអញ្ចឹងយើង reflect ទៅអ្វីដែលជាការងារយើងពីមុនអញ្ចឹងយើងគិតពីបងគិតថា leadership ហ្នឹងក៏វាចេញពីខ្លួនឯងយើងពីដំបូងទីចាប់ផ្ដើមការងារដំបូងដែរបាទអញ្ចឹងការបំពេញតួនាទីឲ្យបានល្អហ្មត់ចត់ដែលយើងទទួលបានដល់ហ្នឹងគឺវាបង្ហាញពី leadership សម្រាប់ខ្លួនឯងយើងមុនហើយអញ្ចឹងពេលដែលយើងឈានទៅដល់ការមាន team ពេលដែលយើងឈានទៅដល់ការកាន់មានកូនក្រុមបាទអញ្ចឹងយើងត្រូវដឹងថាពេលដែលយើងនៅម្នាក់ឯងយើងប្រឹងប្រែងម្នាក់ឯងអញ្ចឹងពេលដែលយើងមាន team យើងត្រូវគិតថា team ក៏ត្រូវ success ជាមួយយើងដូចគ្នាដែរបាទបងហ្នឹងដែលយើងអាចទៅគេហៅថាទៅធ្វើការហ្នឹងឲ្យទៅដឹកនាំធ្វើការជាមួយគាត់អាឡាញគ្នាបានទៅមុខល្អរហូតដល់បងខ្លាយទៅជាអគ្គនាយកក្រុមហ៊ុនអន្តរជាតិមួយអញ្ចឹងបានភាពពិតទៅបើតាមស្ដាប់បងនិយាយមុនហ្នឹងleadership មិនទំកាត់ឡើងពេលបងមកកាន់ជាអគ្គនាយកក្រុមហ៊ុនឬមួយក៏ពីបង lead team ឯគឺចាប់ផ្ដើមតាំងពីយើងនៅធ្វើការដំបូងថ្ងៃទី1ម៉េះការ responsibility ហ្នឹងហើយយើងត្រូវដឹងថា role leadership ហ្នឹងចេញពីខ្លួនយើងតែយើងត្រូវដឹងថាយើងមានតួនាទីអីគេទំនួលខុសត្រូវយើងអីគេអញ្ចឹងពេលដែលយើងនៅក្នុង leadership ក៏ដូចគ្នាដែរគ្រាន់តែយើងមានកូន team ច្រើនបាទអញ្ចឹងយើងគិតថាកូន team ហ្នឹងក៏ត្រូវតែជាក៏ត្រូវ success ដូចយើងដែរនៅថ្ងៃណាមួយអញ្ចឹងណាបាទអញ្ចឹងយើងអាចទៅធ្វើការឲ្យគាត់យល់ជារួមការងារបានទៅមុខដូចគ្នាអញ្ចឹង level of responsibility ហ្នឹងគឺកាន់តែខ្ពស់ជាងមុនទៀតចាត្រូវអូនអូខេតាក់ទងជាមួយនឹងសមិទ្ធផលខ្ញុំគិតថាទំនួលបងបានឡើងមកជាអគ្គនាយកក្រុមហ៊ុនមួយច្បាស់ជាបងមានសមិទ្ធផលល្អច្រើនប៉ុន្តែសម្រាប់បងផ្ទាល់បងគិតថាសមិទ្ធផលអី achievement អីដែលបងមានអារម្មណ៍ថាបងមានមោទនភាពចំពោះខ្លួនឯងជាងគេបងនិយាយទៅសមិទ្ធផល
ពីថ្ងៃដែលបងចូលធ្វើការចាប់ផ្ដើមការងារដំបូងលោតដល់ថ្ងៃសមិទ្ធផលដែលបងបាច់ទៅគឺសមិទ្ធផលថ្ងៃ បាទបង តែសារយើងទៅពីបងក៏ដែរនឹកថាយើងនឹងឈានមកកាន់តួនាទីជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នអន្តរជាតិនៅក្នុងលំដាប់អាស៊ានដែរ បាទបង អញ្ចឹងវាជាផលមួយដែលបងគេហៅថា មោទនភាពសប្បាយ ភាពសប្បាយចិត្តហើយបងក៏ចង់តែងតែចង់ចែករំលែកទៅស្ត្រីគ្រប់រូប បាទបង កំបោះបងដីសម័យរបស់យើងអញ្ចឹងណា បាទ ហើយដោយសារយើងឈរនៅក្នុងភាពការធ្វើការងារដោយភាពទទួលខុសត្រូវអត់ចត់តស៊ូព្យាយាមនឹងតែអាចធ្វើឲ្យយើងឈានមកដល់ថ្ងៃនេះបាន បាទបងក្រៅពីការជោគជ័យជាមួយនឹងការងារបកទៅមួយទៀតតកតងជាមួយនឹងwork life balance ព្រោះក្រៅពីបងធ្វើជាអគ្គនាយកក្រុមហ៊ុនក្រៅពីបងដឹកនាំបងនៅមានកាតព្វកិច្ចដឹកនាំមួយទៀតគឺដឹកនាំគ្រួសារដោយសារខ្ញុំគិតថាក្រៅពីមេក្រុមហ៊ុនគឺមេផ្ទះ អញ្ចឹងបងអាចចែកម្លែកបានទេតកតងជាមួយនឹងការដែលបង manage ទាំងពីរនឹងជាមួយគ្នាឲ្យផ្ដល់ភាពកក់ក្ដៅទៅគ្រួសារ យ៉ាកន្លែងហ្នឹងមួយបងដឹងថាពេលដែលយើងមកតួនាទីនេះយើងទៅ balance ជាមួយ family វាពិបាកមែនប៉ុន្តែគាត់ថាបងអាច balance បានសម្រាប់ការងារហើយនឹងគ្រួសារបងព្រោះដោយសារយើងធ្វើជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នមិនមែនថាយើងត្រូវទៅជាថ្នាក់ដឹកនាំនៅក្នុងគ្រួសាររបស់យើងទេហើយដូចយើងជាស្ត្រីដូចបងជាស្ត្រីអញ្ចឹងតួនាទីរបស់យើងធំបំផុតគេហៅថាធ្វើជាមេផ្ទះល្អអញ្ចឹងណាអញ្ចឹងស្វាមីគាត់នៅតែជាដឹកនាំគ្រួសារមួយដែលយើងត្រូវតែស្ដាប់គាត់បានន័យថាយើងត្រូវដឹងថាតួនាទីគាត់នៅផ្ទះគឺធំជាងយើងហើយអញ្ចឹងយើងត្រូវជាមេផ្ទះអញ្ចឹងពេលហ្នឹងហើយដែលធ្វើឲ្យស្ថានភាពគ្រួសារយើងការរស់នៅវាចោះសម្រងមួយគ្នាបានល្អ បាទបងអញ្ចឹងក្រៅពីការដឹកនាំយើងធម្មតាការងារដឹកនាំក្រុមហ៊ុនច្បាស់ណាស់បងច្បាស់ជាមានការមកចត់ងាំពេញការងារតែដល់ពេលទៅដល់ផ្ទះអាចថាបន្ទន់អរិយាប័ត្រភាពទន់ភ្លន់ចំពោះសារពិតជាវិធីសាស្ត្រមួយល្អមែនទេ នៅការ ចាបងទទួលស្គាល់ថាកន្លែងហ្នឹងបើសិនជានារីដឹកនាំខ្លះពេលដែលគាត់រឹងមាំទៅក៏ពិបាកដែរ បាទបង ប៉ុន្តែសម្រាប់បងអាចធ្វើបានដោយសារបងដឹងពីស្ថានភាពគ្រួសារបងហើយនឹងវាថាគាត់ក៏ជាអ្នកធ្វើការមួយដែរអញ្ចឹងការងារសុទ្ធតែមានតួនាទីបំពេញរៀងៗខ្លួនមានទំនួលខុសត្រូវរៀងៗខ្លួនតែទាំងពីរអ្នកបងក៏អត់គេហៅថាយើងអត់បំភ្លេចតួនាទីមកដល់ផ្ទះយើងជា family មួយទៅផ្ដល់ភាពកក់ក្ដៅឲ្យគ្នាអញ្ចឹងណា បាទអញ្ចឹងហើយអត់មានបញ្ហារបៀបថាដែលគេតែងតែលើកឡើងមកជាពិសេសខាងស្ត្រីថាគាត់រឹងមាំពេកទៅគ្រួសារអត់ទៅ take care គាត់ អូខេយ៉ាកន្លែងហ្នឹងសម្រាប់បងគឺអត់ទេប៉ុន្តែមិនចង់ឲ្យស្ត្រីគ្រប់រូបទាំងអស់យើងធ្វើក្តីសម័យយើងធ្វើជាអ្នកដឹកនាំមួយមិនប្រកាសថាយើងក្នុងស្ថាប័នមួយមិនប្រកាសថាយើងត្រូវទៅធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសារយើងទេ បាទបង ព្រោះអីស្ត្រីគាត់មានភាពទន់ភ្លន់មួយគឺវាថាពីធម្មជាតិមកហើយ បាទ ទោះជាគាត់ជាអ្នកដឹកនាំក៏ដោយអញ្ចឹងនៅគូផ្សំតែគាត់មានគ្រួសារទៀតអញ្ចឹងគាត់គួរតែបង្ហាញភាពទន់ភ្លន់ហ្នឹងទៅស្វាមីឬក៏ទៅកូនជុំវិញខ្លួនដើម្បីយើងបង្ហាញថាពីក្តីស្រឡាញ់បារម្ភឲ្យគ្នាទៅវិញទៅមកវិញអញ្ចឹងណា បាទមួយទៀតតកតងជាមួយនឹងសង្គមបងបងអាចលើកឡើងបានទេតកតងជាមួយភាពចាំបាច់នៃភាពជាអ្នកដឹកនាំក្នុងនាមជាស្ត្រីនៅក្នុងសង្គមណាហេតុអីបានវាពិតជាចាំបាច់ ភាពដឹកនាំទៅសម្រាប់ស្ត្រីយើងនៅក្នុងសង្គមនឹងវាចាំបាច់ដោយសារបងគិតថាស្ថាប័នខ្លះគឺត្រូវការថ្នាក់ដឹកនាំជាស្ត្រីដែរព្រោះអីដោយបងបញ្ជាក់ពីមុនអញ្ចឹងស្ត្រីយើងវាមានភាពទន់ភ្លន់ជាង បាទ unique quality របស់គាត់ វាជា unique មួយរបស់មនុស្សស្រីទោះជាគាត់ជាកាន់តួនាទីជាថ្នាក់ដឹកនាំកម្ពុជាក៏គាត់នៅតែមានភាពទន់ភ្លន់នៅក្នុងការធ្វើការងារចោះសម្រងជាមួយក្រុមការងារផ្សេងៗដែរភាពទន់ភ្លន់នេះមិនយើងត្រូវទន់ភ្លន់ទាំងការងារអី
ផ្សេងៗគឺរបៀបថាបង្ហាញពីភាពស្រឡាញ់អាណិតអារម្មណ៍ចំពោះក្រុមការងារប៉ុន្តែពេលការងារដែលយើងចង់បាន result គឺត្រូវការមកចត់ច្បាស់លាស់ដូចគ្នាក្នុងការឲ្យគាត់ដឹងថាតួនាទី responsibility របស់គាត់ យើងត្រូវបែងចែកទាំងពីរនឹងជាចុងក្រោយចង់ឲ្យបងអាចចែករំលែកនៅសារមួយដល់ប្រិយមិត្តអាចថាខ្លីហើយមួយទៀតគាត់អាចចាំបាន អូខេសម្រាប់បងការចែកសាររំលែកនេះដោយសារបងបានឈានម្ដងថ្ងៃហ្នឹងបងយល់ពីអារម្មណ៍មួយវាអ្នកដឹកនាំនៅក្នុងស្ថាប័នមួយដែលជាលំដាប់គេហៅថាអន្តរជាតិនៅក្នុងវណ្ណអាស៊ីយើងអញ្ចឹងលោកស្រីគ្រប់គ្នានៅជាពិសេសនៅប្រទេសកម្ពុជាយើងហ្នឹងគឺមានឱកាសដូចគ្នាយើងកំបោះបងក្តីសម័យអញ្ចឹងការដែលយើងអាចតាំងចិត្តឈឺងចាប់ក្តីសម័យដោយសារយើងខំប្រឹងតស៊ូចាព្យាយាមធ្វើអីមួយគឺកំបោះបងកន្លែងហ្នឹងឯងដែរថ្ងៃណាមួយយើងនឹងមកកាន់តួនាទីដោយអត់ដឹងខ្លួន បាទអរគុណបងអស្ចារ្យមែនសមិទ្ធផលក៏ដូចជាដំណើរជីវិតការងាររបស់បងពួកបងចាប់ផ្ដើមឡើងតាមយើងនិយាយគ្នាមុនហ្នឹងគឺមែនមានអ្វីៗសពបែបយ៉ាងមហោយុទ្ធទេគឺជាការប្រឹងប្រែងការអត់ធ្មត់មួយទៀតដូចបងបានផ្ដាំចុងក្រោយគឺគប់អបអរបាទដល់យើងទោះជាយើងមើលទៅថាការងារហ្នឹងវាពិតជាពិបាកមែនតែយើងទៅធ្វើវាសិនថាវាពិបាកកម្រិតណាអញ្ចឹងណាបាទបងហើយយើងអាចគិតឡើងវិញហើយយើងត្រូវខំព្យាយាមរកវិធីនិយាយទៅការតាំងចិត្តតស៊ូហើយយើងអត់បោះបង់ហ្នឹងវានឹងនាំយើងទៅទទួលភាពជោគជ័យដែលអត់ដឹងខ្លួនមែនបាទបងអូខេអរគុណច្រើនមែនតើបងដឹងថាបងមមាញឹកតែអរគុណដែលបានប្រើពេលវេលាក្នុងឡៃដើម្បីមកចូលរួមចែករំលែកទាំងខ្ញុំក៏រៀនសូត្របានក៏ដូចជាប្រិយមិត្តជាពិសេសប្រិយមិត្តនារីហើយអាចដូចជាកាដូមួយសម្រាប់ថ្ងៃ International Women's Day ដូចគ្នាហើយពីខ្ញុំបាទបញ្ញវុឌ្ឍនាងខ្ញុំ Rosanne Asmat សូមអរគុណនិងសូមជម្រាបលាបាទ